tao mà nè mà chẳng mấy bạn mà lấy chuột chuột chẳng luôn nó còn ai cái băng tam chi dân tao hỏi nó hỏi thôi là không hỏi trái này nên con nào đấy nè cái đấy mà nè thì nhắm ai hết à này bạn mà lấy chuột chuột nhon nè làm nhắm anh một bạn thế mà nó có bông phay không không bây giờ anh lên đó đọc to rồi lên nhà làm tao lấy mà mày chơi mà tôi tao với anh lên nhà làm tao lên mà tao với nhà tao nhắm anh một bạn à đi anh mà nó bông phay thôi mà lên anh chuột chuột chẳng nào คือហេតុដែលកាត់ឡើងយកមិញហ្នឹងតាមពិតទៅខ្ញុំអត់មានដឹងថាគាត់មកបញ្ញាខ្ញុំចឹងទេតាមពិតកម្រងខ្ញុំគឺខ្ញុំចង់ទៅថតរូបលេងនៅកោះនារីដែលសារតែថ្ងៃហ្នឹងខ្ញុំទៅនេពេលល្ងាចចោទាំងអស់គ្នាពេលហ្នឹងខ្ញុំនិយាយមែនតើហ្មងខ្ញុំភ័យខ្លាំងហ្មងព្រោះអីកន្លែងហ្នឹងវារៀងល្ងឹតតកន្លែងដែលខ្ញុំដើរទៅថតហ្នឹងកន្លែងហ្នឹងគេកំពុងតែល្បីទៅថតវាថតទៅឃើញស្ពានកោះនារីស្អាតដល់ទាំងអស់ហើយខ្ញុំក៏នាំគ្នាដើរទៅមានអារម្មណ៍ថាដូចតែគេដើរពីក្រោយខ្ញុំប្រាប់មីឈីដែលកូនចៅខ្ញុំហ្នឹងខ្ញុំប្រាប់ថាអូនមានអារម្មណ៍ដូចតែគេដើរពីក្រោយព្រោះលឺសម្រាប់ជើងតែងាកទៅអត់ឃើញទាំងអស់គ្នាយកឡើងទៅស្លងអារម្មណ៍មើលពេកចោមានដឹងថាគាត់បញ្ញាមកពីចំហៀងណាគាត់បញ្ញាខ្ញុំឡើងភ្ញាក់ខ្លាំងហ្មងពេលហ្នឹងឡើងភ័យបុកធូរហ្មងខ្ញុំឲ្យតែបានលាបជាមួយនឹង sunscreen ហ្នឹងម្ដងគឺខ្ញុំស្រឡាញ់ស្បែកមុខខ្លួនឯងខ្លាំងហ្មងគឺឃើញមុខខ្ញុំឡើងកឡូចឹងហ្មងតិចច្រឡំ filter AI ទៅអត់មាន AI ទេណាវាមិនដែលមាន AI ណាធ្វើឲ្យមុខកឡូចឹងទេ sunscreen baby កឡូខ្ញុំជឿថាពុកម៉ែបងប្អូនដែលគាត់ធ្លាប់ប្រើហើយគឺដឹងតែស្រឡាញ់ស្បែកមុខខ្លួនឯងខ្លាំងហ្មងកាន់តែលាបទុកយូរគឺថាឃើញមុខយើងកឡូចែងចាំងភ្លឺថ្លាដូចកញ្ចក់ចឹងតែម្ដងធ្លាប់ឃើញស្បែកមុខក្រេអត់គេលាបប្រភេទ sunscreen បែបហ្នឹងពេលដែលលាបហើយគឺឃើញមុខយើងកឡូភ្លឺថ្លាអ្វីដែលសំខាន់ណាប្រភេទ sunscreen របស់យើងគឺសាច់លេឡើងទុនហើយត្រជាក់ហ្មងចឹងពេលដែលលាបលើមុខបានមានអារម្មណ៍ថាឡើងស្រាមុខអត់មានអារម្មណ៍ថាធ្ងន់មុខធ្វើយើងមានអារម្មណ៍ថាស្អប់ធន់ថប់ពេកអ្វីដែលសំខាន់មាន SPF រហូតដល់ 50 PA បូកតែម្ដងវាជួយការពារពន្លឺ UV ពន្លឺ UVA UVB និយាយទៅគឺការពារពន្លឺបានច្រើនខ្លាំងមែនតើមិនថាពន្លឺថ្ងៃឬក៏ពន្លឺភ្លើងដូចបងប្អូនដែលគាត់ទៅរោងការគាត់ទៅថតក្នុង studio អីបងប្អូនអានឹងភ្លើងជះមកខ្លាំងហ្នឹងប្រភេទភ្លើងពួកហ្នឹងវាអាចនឹងធ្វើឲ្យស្បែកមុខរបស់យើងខ្លោចឬក៏ខូចស្រទាប់ស្បែកមុខរបស់យើងអញ្ចឹងកុំភ្លេចលាប sunscreen ដោយសារ sunscreen មកគឺអត្ថប្រយោជន៍វាខ្លាំងមែនតើអត់អីអត់បានណាប៉ុន្តែបើសិនជាយើងអត់លាប sunscreen ទេទោះបីជាយើងលាប skin care ទាំងប្រមាណពីយប់យើងលាបថ្លៃទាំងប្រមាណណាក៏អត់មានប្រយោជន៍ដែរដោយសារអី sunscreen គឺសំខាន់បំផុតហ្មងនៅពេលថ្ងៃអញ្ចឹងទោះបីជាអ្នកទាំងអស់គ្នាខំថែមុខពេលយប់ហើយអ្នកទាំងអស់គ្នាអត់លាបពេលថ្ងៃគឺខូចមុខដដែលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវថែមុខទាំងពេលយប់ទាំងពេលថ្ងៃហើយជ្រើសរើសប្រភេទ sunscreen ណាដែលល្អលាបលើមុខទៅទន់ត្រជាក់មិនកាហាយក៏ហល់មុខហើយនឹងជួយការពារកម្ដៅថ្ងៃបានខ្ពស់ខ្លាំងអ្វីដែលសំខាន់ប្រភេទ sunscreen របស់យើងគឺជួយផ្ដល់សំណើមបានខ្ពស់ខ្លាំងមែនតើហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសបានអានេះតម្លៃធូរថ្លៃហើយគុណភាពខ្ពស់ទៀត